ស្វែងយល់អំពីប្រទេសម៉ូណាកូគឺជាប្រទេសដ៏តូចពិសេសមានភាពរីកចម្រើននិងប្រវត្តិសាស្ត្រដ៏យូរលង់ខាងក្រោមនេះជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ទាំង10យ៉ាងអំពីប្រទេសដ៏តូចមួយនេះទី1ម៉ូណាកូគឺជារាជាធិបតេយ្យអធិបតេយ្យភាពពេញលេញដែលមានព្រំដែនជាប់នឹងប្រទេសបារាំងទាំងមូលនិងសមុទ្រមេឌីទែរ៉ាណេប្រទេសនេះមានឯករាជ្យភាពយូរលង់ណាស់មកហើយចាប់តាំងពីថ្ងៃដែលទទួលបានឯករាជ្យភាពផ្លូវការថ្ងៃទី8មករាឆ្នាំ1277ពីទំហំដ៏តូចបំផុតមួយនៅក្នុងពិភពលោកមិនគួរឲ្យជឿម៉ូណាកូមានផ្ទៃដីសរុបត្រឹមតែ 2.02 គីឡូម៉ែត្រការ៉េប៉ុណ្ណោះទំហំតូចនេះធ្វើឲ្យវាក្លាយជាប្រទេសដែលមានទំហំតូចបំផុតលេខរៀងទី2នៅលើពិភពលោកចំណុចទី3ដងស៊ីតេប្រជាជនខ្ពស់និងភាពចម្រុះនៃវប្បធម៌ប្រជាជនមានប្រហែល 38,300 នាក់ក្នុងផ្ទៃដីដ៏តូចដែលនាំឲ្យមានដងស៊ីតេប្រជាជនខ្ពស់ជាងគេនៅក្នុងពិភពលោកក្នុងនោះចំនួនប្រជាជនត្រឹមតែ 9,486 នាក់ប៉ុណ្ណោះដែលជាជនជាតិម៉ូណាកូដើមចំណុចទី4សេដ្ឋកិច្ចនិងភាពរុងរឿងម៉ូណាកូគឺជាទីតាំងពាណិជ្ជកម្មអន្តរជាតិមួយនិងជាប្រទេសមហាសេដ្ឋីប្រទេសនេះមានចំណូលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗខ្ពស់ជាងគេមួយនៅក្នុងពិភពលោកហើយមិនត្រឹមតែប៉ុណ្ណោះទីនេះត្រូវបានចាត់ទុកថាជាកន្លែងរស់នៅថ្លៃជាងគេមួយនិងមានប្រជាជនមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនៅក្នុងពិភពលោក5ភាសាផ្លូវការគឺភាសាបារាំងចំណែកភាសាទូទៅមានការប្រើប្រាស់ភាសាអង់គ្លេសនិងភាសាអ៊ីតាលីយ៉ាងទូលំទូលាយ6សាសនាមានការប្រកាន់យកសាសនាគ្រិស្តសាសនានិងសាសនាកាតូលិកជាសាសនារបស់រដ្ឋ7របបគ្រប់គ្រងប្រទេសម៉ូណាកូប្រកាន់យករបបប្រជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកបក្ស8វប្បធម៌និងតំបន់ទេសចរណ៍ល្បីល្បាញដ៏សម្បូរបែបព្រមទាំងសំណង់ដ៏ស្រស់ស្អាតជាប់មាត់ទន្លេសមុទ្រដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំម៉ូណាកូមានទេសភាពធម្មជាតិមានអគារប្រវត្តិសាស្ត្រតំបន់បេតិកភណ្ឌនិងទីតាំងសម្រាប់ភ្ញៀវទេសចរកំណើតកម្សាន្តជាច្រើន9ព្រឹត្តិការណ៍ពិភពលោកម៉ូណាកូល្បីល្បាញខាងធ្វើពិធីបុណ្យសកលនិងព្រឹត្តិការណ៍ដែលទាក់ទងទៅនឹងការប្រណាំងរថយន្ត Formula 1 ព្រមទាំងជាឋានសួគ៌សម្រាប់ធ្វើការដើរទិញទំនិញលក់រាយទំនិញបែបស៊ីវិល័យហើយជាកន្លែងសម្រាប់ពួកអ្នកមានមកចាយលុយនៅទីនេះម៉ូណាកូគឺជាឋានសួគ៌សម្រាប់អ្នកមានទ្រព្យសម្បត្តិស្ដម្ភចំណុចទី10ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេទោះបីប្រទេសនេះមានទំហំតូចក៏ដោយក៏ម៉ូណាកូនៅរក្សាបានភាពជាប្រទេសដែលមានឥទ្ធិពលនៅក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិធនាគារអន្តរជាតិលំដាប់ថ្នាក់កំពូលដែលរក្សានៅភាពឯកជនសម្រាប់អតិថិជនរបស់ពួកគេហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោតម៉ូណាកូជាកន្លែងសម្រាប់មហាសេដ្ឋីជាច្រើនរស់នៅព្រមទាំងជាឃ្លាំងរក្សានៅទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មហាសាលម៉ូណាកូមានរឿងអស្ចារ្យជាច្រើនទៀតតែមិនទាន់លើកមកនិយាយអស់ហើយជាចុងក្រោយសូមធ្វើការអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះ